គុំទុកចិត្តមនុស្សដែលធ្លាប់ស្រឡាញ់យើងបំផុតស្វែងយល់ពីអាកំបាំងចិត្តមនុស្សជាមួយលោក Euripides គ្រួសារអ្នកមានស្ដុកស្ដំនិងជីវិតដែលចូលចិត្តនៅម្នាក់ឯងនៅក្នុងជីវិតរស់នៅរាល់ថ្ងៃតើបងប្អូនធ្លាប់ជួបរឿងឈឺចាប់ដោយសារតែមនុស្សដែលយើងធ្លាប់ទុកចិត្តនិងស្រឡាញ់បំផុតបែរជាមកធ្វើបាបឬក្បត់ចិត្តយើងវិញដែរទេកាលពីជាង2500ឆ្នាំមុនមានកំពូលអ្នកប្រាជ្ញនិពន្ធល្ខោនក្រិចម្នាក់គាត់បានសរសេររៀបរាប់ពីសន្តានចិត្តលាក់កំបាំងរបស់មនុស្សបានយ៉ាងចាក់ដោតបំផុតគាត់មានឈ្មោះថាលោក Euripides ចាប់កំណើតនៅឆ្នាំ480មុនគ្រិស្តសករាជនៅក្នុងអាណាចក្រក្រិកបុរាណបាននិយាយពីប្រវត្តិគ្រួសារលោក Euripides កើតនៅក្នុងគ្រួសារអ្នកមានទ្រព្យសម្បត្តិស្រុកស្ដំម្នាក់ឪពុករបស់គាត់ឈ្មោះ Mnesarides និងម្ដាយឈ្មោះ Cleito បានចំណាយលុយយ៉ាងច្រើនដើម្បីឲ្យគាត់បានរៀនសូត្រខ្ពង់ខ្ពស់ប៉ុន្តែចរិតរបស់លោក Euripides គឺប្លែកពីគេខ្លាំងណាស់គាត់មិនចូលចិត្តការជួបជុំមនុស្សច្រើនមិនចូលចិត្តដើរលេងសប្បាយហឺហាឡើយគាត់បានសម្រេចចិត្តទិញសៀវភៅមកបង្កើតជាបណ្ណាល័យផ្ទាល់ខ្លួននៅក្នុងរូងភ្នំជាប់មាត់សមុទ្រដើម្បីអង្គុយអាននិងសរសេររឿងតែម្នាក់ឯងការចូលចិត្តរស់នៅក្នុងភាពស្ងប់ស្ងាត់និងអង្គុយសង្កេតមើលជីវិតមនុស្សនេះហើយដែលធ្វើឲ្យគាត់យល់ច្បាស់ពីចិត្តសាស្ត្រនិងអារម្មណ៍ពិតៗរបស់មនុស្សលោកអ្វីដែលធ្វើឲ្យលោក Euripides ល្បីល្បាញបំផុតគឺរបៀបសរសេររឿងរបស់គាត់កាលពីមុនអ្នកនិពន្ធក្រិកចូលចិត្តលើកតម្កើងតែតួអង្គជាវីរបុរសល្អឥតខ្ចោះឬជាព្រះអាទិទេពប៉ុន្តែលោក Euripides បានងាកមកសរសេរអំពីមនុស្សធម្មតាដែលមានចិត្តលោភលន់មានកំហឹងមានការប្រច័ណ្ឌនិងមានកំហុសឆ្គងពិតៗជាពិសេសគាត់ជាអ្នកនិពន្ធដំបូងគេបង្អស់ដែលហ៊ានយកតួអង្គជាស្ត្រីនិងទាសករមកធ្វើជាតួឯកដែលសម័យនោះសង្គមក្រិកមិនផ្ដល់តម្លៃឲ្យឡើយនៅក្នុងរឿងដ៏ល្បីល្បាញបំផុតរបស់គាត់គឺរឿង Medea គាត់បានបង្ហាញពីចិត្តសាស្ត្ររបស់ស្ត្រីម្នាក់ដែលឈឺចាប់ព្រោះតែប្តីក្បត់ចិត្តទៅការចោលធ្វើឲ្យនាងខឹងរហូតដល់ងងឹតមុខហ៊ានធ្វើរឿងសងសឹកដ៏សាហាវឃោរឃៅសាច់រឿងនេះបានដាស់តឿនពិភពលោកថាសេចក្តីស្អប់ដែលគួរឲ្យខ្លាចបំផុតគឺការចេញពីសេចក្តីស្រឡាញ់ដែលរងការក្បត់តាមប្រវត្តិសាស្ត្រលោក Euripides បានរៀបការពីរដងភរិយាដំបូងរបស់គាត់ឈ្មោះ Joella និងភរិយាទី2របស់គាត់ឈ្មោះ Melito ដែលគាត់មានកូនប្រុសចំនួន3នាក់ប៉ុន្តែជីវិតប្តីប្រពន្ធរបស់គាត់គឺមិនសូវមានក្តីសុខនិងចុះសម្រុងគ្នាប៉ុន្មានទេព្រោះភរិយារបស់គាត់មិនសូវយល់ចិត្តពីគំនិតឯកោស្ងៀមស្ងាត់របស់អ្នកប្រាជ្ញរូបនេះឡើយប្រហែលជាមកពីការឆ្លងកាត់វិបត្តិគ្រួសារផ្ទាល់ខ្លួនបែបនេះហើយទើបគាត់អាចសរសេររៀបរាប់អំពីការឈឺចាប់និងសន្តានចិត្តលាក់កំបាំងរបស់មនុស្សក្នុងរឿងស្នេហាក្បត់ចិត្តបានយ៉ាងល្អឥតខ្ចោះនិងចាក់ដោតអារម្មណ៍អ្នកទស្សនាខ្លាំងបំផុតលោក Euripides បានលាចាកលោកទៅនៅក្នុងឆ្នាំ406មុនគ្រិស្តសករាជក្នុងអាយុ74ឆ្នាំទោះបីជាការពីគាត់នៅរស់សង្គមសម័យនោះមិនសូវយល់និងមិនសូវគាំទ្រគំនិតដែលទំនើបហួសសម័យរបស់គាត់ក៏ដោយប៉ុន្តែក្រោយពេលគាត់ស្លាប់ទៅស្នាដៃរបស់គាត់ត្រូវបានពិភពលោកយកមកធ្វើជាគ្រឹះសិក្សាអំពីចិត្តមនុស្សរហូតមកដល់សប្តាហ៍ថ្ងៃមុនពេលលាចាកលោកគាត់បានបន្សល់ទុកនូវគំនិតដាស់សតិមួយឃ្លាថាគុំខំប្រឹងកែប្រែពិភពលោកខាងក្រៅអីបើចិត្តគំនិតនិងទង្វើរបស់ខ្លួនឯងនៅមិនទាន់អាចគ្រប់គ្រងបានផងនោះមេរៀនជីវិតរបស់លោក Euripides បង្រៀនយើងឲ្យដឹងថាអ្វីដែលគួរឲ្យខ្លាចបំផុតមិនមែនជាសត្រូវមកពីចម្ងាយនោះទេគឺកំហឹងនិងអារម្មណ៍អវិជ្ជមានដែលលាក់ខ្លួននៅក្នុងចិត្តរបស់យើងនឹងឯងនៅក្នុងសង្គមបច្ចុប្បន្នដែលមនុស្សភាគច្រើនចូលចិត្តមើលបំណាំនិងរិះគន់អ្នកដទៃប៉ុន្តែបែរជាមើលរំលងការគ្រប់គ្រងចិត្តខ្លួនឯងទៅវិញទស្សនវិជ្ជារបស់លោក Euripides ដាស់តឿនយើងថាមុននឹងយើងចង់ឲ្យអ្នកដទៃល្អចូលរៀនគ្រប់គ្រងចិត្តខ្លួនឯងជាមុនសិនចូលកុំបណ្ដោយឲ្យកំហឹងការច្រណែនឬការឈឺចាប់មកដឹកមុខជីវិតរបស់យើងឲ្យធ្លាក់ទៅក្នុងរឿងសោកនាដកម្មឡើយតែចូលប្រើប្រាស់ការពិចារណាវែកញែកដើម្បីបង្កើនសន្តិភាពផ្លូវចិត្តព្រោះសង្គ្រាមដ៏ធំបំផុតរបស់មនុស្សជាតិគឺសង្គ្រាមដែលយកឈ្នះចិត្តខ្លួនឯងនេះឯង